បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងស្វាគមន៍មកកាន់អេពីសូតទី2ដែលយើងនឹងនិទានរឿងដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់នាពេលរាត្រីនេះហើយសម្រាប់សាច់រឿងនេះដែរគឺខ្ញុំបានទទួលពីបងប្រុសម្នាក់ដែលគាត់ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបាទនៅខាងភ្នំអូរ៉ាល់ដែលសាច់រឿងនេះកើតឡើងដែលគាត់ធ្លាប់ជួបផ្ទាល់តែម្ដងបងប្អូនអរគ្នាបាទហើយនៅពេលនេះយើងចូលទៅក្នុងសាច់រឿងតែម្ដងទៅកុំឲ្យខាតពេលយូរបាទរាត្រីស្ងាត់ជ្រងំនៅភូមិត្រពាំងកកដែលជាភូមិមួយស្ថិតនៅជើងភ្នំជ្រៅដាច់ស្រយាធ្លាប់តែជាកន្លែងប្រកបដោយភាពកក់ក្ដៅនិងសុខសាន្តប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរមួយប្រព្រឹត្តភ្នែករៀងរាល់ពេលដែលព្រះអាទិត្យអស្តង្គតលិចបាត់ពីជើងមេឃអាប់ខ្មៅក្រាស់ខ្មឹកតែងតែរមៀលខ្លួនចុះពីកំពូលភ្នំមកគ្រប់ដណ្ដប់លើដំបូលផ្ទះអ្នកភូមិទាំងមូលធ្វើឲ្យខ្យល់អាកាសប្រែជាត្រជាក់ស្រេបនិងមានក្លិនស្អុយរលួយឈួលច្រមុះនៅពេលយប់ជ្រៅស្ងាត់ជ្រងំសំឡេងទ្រហោយំយ៉ាងព្រឺក្បាលនិងសំឡេងសោចកាក់ក្អាយយ៉ាងគួរឲ្យតក់ស្លុតបានបន្លឺចេញពីជម្រៅជ្រលងភ្នំដ៏ឥតកំបាំងនោះសំឡេងនោះជួនកាលឮដូចជាសំឡេងមនុស្សស្រីស្រែកយំអង្វរកជួនកាលឮដូចជាសំឡេងក្មេងតូចៗកំពុងយំទាររកម្ដាយធ្វើឲ្យអ្នកភូមិគ្រប់រូបបានឮហើយសឹងតែស្ទុះលោតបេះដូងចេញមកក្រៅគ្មាននរណាម្នាក់ហ៊ានបើកបង្អួចឬអើតមើលទៅខាងក្រៅផ្ទះឡើយផ្ទះនីមួយៗត្រូវបានបិទទ្វារជិតឈឹងច្រកឈើទាំងអស់ដោយក្រណាត់និងដុតភ្នក់ភ្លើងដើម្បីការពារភាពរន្ធត់កាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលក្មេងៗនៅក្នុងភូមិបានចាប់ផ្ដើមបាត់ខ្លួនជាបន្តបន្ទាប់កុមារតូចៗដែលកំពុងតែដេកលក់ក្បែរឪពុកម្ដាយកណ្ដាលត្រៀតស្រាប់តែបាត់ស្រមោលសូន្យឈឹងដោយគ្មានសល់តម្រុយអ្វីក្រៅពីស្នាមក្រចកខ្មៅស្រួចដែលឆ្កូតលើជញ្ជាំងឈើនិងក្លិនឈាមស្រស់ដែលភាយពេញបន្ទប់ការបាត់បង់កូនចៅជាទីស្រឡាញ់បានធ្វើឲ្យទឹកភ្នែករបស់អ្នកភូមិស្រក់គ្មានថ្ងៃឈប់ភាពភ័យខ្លាចបានគ្រប់ដណ្ដប់លើស្រុកភូមិទាំងមូលរហូតដល់គ្មាននរណាម្នាក់ហ៊ានចុះធ្វើស្រែចម្ការឬចាកចេញពីផ្ទះសូម្បីតែបន្តិចឡើយនៅពេលព្រលប់ភូមិត្រពាំងកកបានក្លាយជាដែនដីអាប់អួរពោពេញទៅដោយក្តីអស់សង្ឃឹមនិងការរងចាំពន្លឺនៃក្តីសុខសាន្តត្រឡប់មកវិញដំណឹងនៃទុក្ខវេទនានិងភាពរន្ធត់ប្រព្រឹត្តទៅនៅក្នុងភូមិត្រពាំងកកបានលេចលឺតាមអ្នកដំណើរឆ្លងកាត់រហូតទៅដល់ត្រចៀករបស់លោកគ្រូកែវដែលជាគ្រូអាគមដ៏ពូកែស័ក្តិសិទ្ធិម្នាក់និងមានបារមីខ្ពស់បំផុតជាងគេនៅក្នុងតំបន់ដោយមានចិត្តមេត្តាករុណានិងមិនអាចឈរមើលទុក្ខវេទនារបស់អ្នកភូមិបានលោកគ្រូកែវក៏បានសម្រេចចិត្តរៀបចំអីវ៉ាន់និងគ្រឿងអាគមដើរចុះពីអាស្រមលើកំពូលភ្នំដើម្បីមកជួយសង្គ្រោះអ្នកភូមិការធ្វើដំណើរនេះលោកគ្រូកែវបាននាំមកនៅជាមួយនឹងកូនសិស្សស្មោះស្ម័គ្រនិងមានភាពក្លាហានម្នាក់ឈ្មោះនាងជាយុវជនដែលវិសវ័យកាន់ដាវនិងបម្រើលោកគ្រូដោយស្មោះត្រង់គ្រប់បេសកកម្មអ្នកទាំងពីរបានធ្វើដំណើរឆ្លងកាត់ព្រៃជ្រៅជ្រលងភ្នំនិងអូរតូចធំអស់រយៈពេលជាច្រើនថ្ងៃរហូតបានមកដល់ច្រកចូលភូមិត្រពាំងកកនៅពេលរសៀលជ្រេពេលជើងឈានចូលដល់ព្រំប្រទល់ភូមិលោកគ្រូកែវបានឈប់អដំណើរបន្តិចរួចលើកដៃស្ទាបកំបិតគ្រូនៅចង្កេះលោកគ្រូមានអារម្មណ៍យ៉ាងច្បាស់ពីធាតុត្រជាក់ស្រេបនិងខ្យល់អាក្រក់ដែលកំពុងបក់បោកគ្រប់ដណ្ដប់លើភូមិបរិយាកាសនៅក្នុងភូមិស្ងាត់ជ្រងំដូចជាភូមិហោរដ្ឋានគ្មានសំឡេងសត្វបក្សាបក្សីឬក្មេងរត់លេងដូចភូមិឯទៀតឡើយនៅពេលដែលអ្នកភូមិបានឃើញវត្តមានរបស់លោកគ្រូកែវនិងនាងពួកគេបាននាំគ្នារត់ចេញពីផ្ទះទាំងទឹកភ្នែកលុតជង្គង់អង្វរនិងរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់នៃការបាត់ខ្លួនរបស់ក្មេងៗនិងសំឡេងទ្រហោយំរៀងរាល់យប់លោកគ្រូកែវបានងក់ក្បាលដោយស្ងប់ស្ងាត់រួចមានថេឌីកាប្រាប់អ្នកភូមិឲ្យមានស្មារតីរឹងប៉ឹងហើយលោកគ្រូក៏បានចាប់ផ្ដើមស៊ើបសួររឿងរ៉ាវលម្អិតដើម្បីស្វែងរកប្រភពដើមនៃកម្លាំងព្រាយបិសាចដែលកំពុងជិះជាន់ភូមិមួយនេះនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមជ្រេលិចទៅក្រោយកំពូលភ្នំពន្លឺក្រហមឆ្អិនឆ្អៅបានគ្រប់ដណ្ដប់លើភូមិត្រពាំងកកមុននឹងភាពងងឹតឈានចូលមកជំនួសកន្លែង
លោកគ្រូកែវបានបង្អាក់ដំណើរហើយបញ្ជាឲ្យនាងរៀបចំទីតាំងនៅកណ្ដាលលានដ្ឋានភូមិដើម្បីធ្វើពិធីសែនព្រេននិងដកថយរាសីអាក្រក់អំបោះសិលពណ៌សត្រូវបានចងជុំវិញរោងពិធីគណៈដែលភ្លើងទៀន7ពណ៌ត្រូវបានដុតបំភ្លឺឡើងកណ្ដាលខ្យល់ត្រជាក់លោកគ្រូកែវបានអង្គុយពុតភ្នែនតាំងសមាធិយ៉ាងស្ងប់ស្ងាត់រួចចាប់ផ្ដើមសូត្រធម៌បើកភ្នែកទឹកនៅពេលដែលមុនអាគមផ្សាយយ័ន្តត្រូវបានដាស់ឡើងផ្សែងធូបដែលហុយត្រឡោមបានប្រែជាពណ៌ខ្មៅស្រអាប់ហើយខ្យល់កន្ត្រាក់មួយរលកយ៉ាងខ្លាំងបានបក់បោកមកចំរោងពិធីធ្វើឲ្យអណ្ដាតទៀនរំរែកស្ទើរតែរលត់តាមរយៈភ្នែកទឹកលោកគ្រូកែវបានឃើញរូបភាពដ៏គួរឲ្យតក់ស្លុតរូបរាងប្រលឹងអរូបីនៃព្រាយជាច្រើនកំពុងហោះហើរវិលលើដំបូលផ្ទះអ្នកភូមិដោយមានខ្សែអាគមពណ៌ខ្មៅចងភ្ជាប់ជើងរបស់ពួកវាតភ្ជាប់តម្រង់ទៅកាន់ចន្លងភ្នំអាត់កំបាំងលោកគ្រូកែវបានបើកភ្នែកឡើងវិញដោយទឹកមុខស្មោះស្ម័គ្ររួចមានថេឌីកាប្រាប់នាងនិងអ្នកភូមិទាំងបារម្ភថាព្រាយបិសាចដែលកំពុងលងបន្លាចនិងចាប់ក្មេងៗទាំងនោះមិនមែនជាខ្មោចព្រាយអនេកជនដែលកើតឡើងតាមធម្មជាតិឡើយពួកវាជារូបភាពអរូបីដែលត្រូវគេចិញ្ចឹមបីបាច់ដោយឈាមស្រស់ៗនិងត្រួតត្រាដោយមន្តអាគមខ្មៅងងឹតយ៉ាងសាហាវឃោឃៅអំពើអាក្រក់ដ៏ធំធេងកំពុងតែក្រសោបយកភូមិមួយនេះហើយលោកគ្រូកែវដឹងយ៉ាងច្បាស់ថាសង្គ្រាមអាគមប្រឆាំងនឹងកម្លាំងងងឹតចិត្តចាប់ផ្ដើមឡើងហើយយប់អាធ្រាត្រនៃថ្ងៃ15រោចខ្យល់អាកាសកាន់តែប្រែជាត្រជាក់ស្ទើរតែកកលោកគ្រូកែវនិងនាងបានកាន់ចង្កៀងប្រេងកាតនិងអាវុធសិលធ្វើដំណើរតម្រង់ទៅកាន់វាខ្មោចចាស់ៗនៅចុងភូមិដែលជាកន្លែងដែលធាតុអាកាសភាយចេញមកខ្លាំងជាងគេរុក្ខជាតិដែលនៅជុំវិញនោះបានស្រពោននិងមានក្លិនស្អុយឈួររលួយពេញបរិយាកាសគ្រាន់តែឈានជើងចូលដល់កណ្ដាលវាខ្មោចស្រាប់តែមានសំឡេងសោចកាក់ក្អាយយ៉ាងគួរឲ្យញញើតបន្លឺឡើងពីលើដើមជ្រៃធំភ្លាមៗនោះរូបរាងអរូបីនៃព្រាយអសូរកាយក្រហមឆ្អិនឆ្អៅសក់វែងអន្លាយនិងមានក្រចកស្រួចខ្មៅបានស្ទុះចុះមកវាយប្រហារអ្នកទាំងពីរយ៉ាងរហ័សនាងបានដកដាវអាគមឡើងទប់ទល់យ៉ាងស្កឹមស្កៃខណៈដែលវងព្រាយបានហោះសន្ធប់មកពីគ្រប់ទិសទីលោកគ្រូកែវមិនរងចាំយូរឡើយលោកគ្រូបានយកខ្សែចងអាគមបោះក្រវ៉ាត់ជុំវិញខ្លួនបង្កើតជារនាំងសិលពណ៌មាសការពារនាងនិងខ្លួនឯងបន្ទាប់មកលោកគ្រូបានដកកាំបិតគ្រូចេញពីស្រោមរួចសូត្រគាថាដុតរំលាយធាតុអាក្រក់រាល់ពេលដែលមុខកាំបិតគ្រូប៉ះត្រូវរាងកាយព្រាយបិសាចអណ្ដាតភ្លើងសិលបានឆាបឆេះយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យពួកវាស្រែកយំយ៉ាងវេទនានិងបែកផ្សែងរលាយបាត់បន្តបន្ទាប់ការតស៊ូយ៉ាងស្វិតស្វាយនៅកណ្ដាលអាទិត្យនេះបានបញ្ចប់ទៅដោយជ័យជំនះដំបូងរបស់លោកគ្រូកែវប៉ុន្តែលោកគ្រូដឹងថានេះគ្រាន់តែជាការស្ទាបស្ទង់កម្លាំងពីភាគីម្ខាងតែប៉ុណ្ណោះបន្ទាប់ពីជ័យជំនះកណ្ដាលវាខ្មោចដំរីនៃខ្សែអាគមខ្មៅដែលលោកគ្រូកែវបានប្រទះឃើញបាននាំផ្លូវលោកគ្រូនិងនាងឲ្យធ្វើដំណើរចូលកាន់តែជ្រៅទៅក្នុងព្រៃស្ងប់ស្ងាត់ជ្រងំនៅជើងភ្នំខ្យល់ជំនោរត្រជាក់បានបក់បោកមកប៉ះសាច់នាំមកនៅក្លិនធូបប្រេងម្សៅស្អុយឈួលដែលជាសញ្ញាបញ្ជាក់ថាទីតាំងសំខាន់នៃមន្តអាគមខ្មៅស្ថិតនៅមិនឆ្ងាយឡើយនៅកណ្ដាលព្រៃឈើធំធំអាប់ក្រាស់ខ្មឹកបានបាំងបិទពន្លឺព្រះច័ន្ទប៉ុន្តែភ្នែកសិលរបស់លោកគ្រូកែវអាចមើលធ្លុះរហូតឃើញផ្ទះឈើបុរាណចាស់ទ្រុឌទ្រោមមួយដែលត្រូវគេបោះបង់ចោលជាច្រើនឆ្នាំផ្ទះនោះមានបរិយាកាសស្ងប់ស្ងាត់ជ្រងងំគួរឲ្យព្រឺក្បាលចុងដំបូលបាក់បែកនិងមានវល្លិខ្មៅរូបព័ទ្ធជុំវិញដូចជាទ្រុងឃុំឃាំងហើយលោកគ្រូកែវនិងនាងបានឈានជើងឡើងតាមជណ្ដើរដែលលឺសូរតែក្រឹតនៅពេលទម្លុះទ្វារចូលទៅខាងក្នុងពួកគេបានប្រទះឃើញស្ក្តារបូជាអាគមខ្មៅដ៏គួរឲ្យញញើតមួយរូបសំណាកដីឥដ្ឋលាបឈាមក្រណាត់សក្បាលខ្មោច
ចងព្យួររជីរយងនិងដើមទៀនខ្មៅដែលដុតបន្សល់ទុកត្រឹមទឹកទៀនកកស្ទះអ្វីដែលរន្ធត់បំផុតនោះគឺស្នាមអក្សរអាគមពណ៌ក្រហមឆ្អិនឆ្អៅនៅដែលគេសរសេរដោយឈាមស្រស់នៅលើជញ្ជាំងដើម3ឃុំឃាំងនិងបញ្ជាប្រលឹងព្រាយឲ្យចេញទៅធ្វើបាបមនុស្សគណៈពេលដែលនាងកំពុងពិនិត្យមើលជុំវិញស្រាប់តែទ្វារផ្ទះបានបិទផាំងដោយខ្លួនឯងខ្យល់ខ្មៅងងឹតបានបក់បោកយ៉ាងខ្លាំងនៅក្នុងផ្ទះនោះហើយសំឡេងសោចចុងដើមកែវយ៉ាងត្រជាក់ស្រេបបានបន្លឺឡើងធ្វើឲ្យលោកគ្រូកែវដឹងថាពួកគេបានឈានជើងចូលដល់ជម្រកអាថ៌កំបាំងនៃអំពើអាក្រក់នេះហើយខ្យល់ខ្មៅដែលបានបក់បោកយ៉ាងខ្លាំងនៅក្នុងផ្ទះឈើចាស់នោះបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាคล้ายជារូបរាងមនុស្សពន្លឺទៀនខ្មៅដែលធ្លាប់តែរលត់បានឆាបឆេះឡើងវិញជាអណ្ដាតភ្លើងពណ៌ខៀវស្រអាប់បង្ហាញឲ្យឃើញរូបរាងអរូបីរបស់ស្រីក្រមុំម្នាក់ស្លៀកពាក់រហែកសក់វែងអន្លាយគ្រប់មុខនិងមានទឹកមុខពោពេញទៅដោយក្តីឈឺចាប់និងសេចក្តីគំនុំលោកគ្រូកែវបានលើកដៃខាត់នាងមិនឲ្យដកដាវអាគមឡើយដោយសារលោកគ្រូសម្គាល់ឃើញថាវិញ្ញាណមួយនេះមានទឹកភ្នែកឈាមស្រក់ចុះមកជានិច្ចលោកគ្រូកែវបានសូត្រធម៌តាំងស្មារតីរួចមានថេឌីកាសួរដេញដោលដោយចិត្តត្រជាក់រូបរាងអរូបីនោះបានស្រែកយំយ៉ាងរន្ធត់ហើយរៀបរាប់ទាំងការឈឺចាប់នាងឈ្មោះនាងច័ន្ទដែលជាអ្នកភូមិម្នាក់ធ្លាប់រស់នៅទីនេះនាងត្រូវគេធ្វើអំពើអាគមខ្មៅសម្លាប់យ៉ាងអយុត្តិធម៌ដើម្បីទាញយកប្រលឹងមកឃុំឃាំងក្នុងរង្វង់អាគមខ្មៅនិងបង្ខំឲ្យនាងប្រែជារូបរាងคล้ายទៅជាព្រាយដើរលងបន្លាចនិងចាប់យកប្រលឹងក្មេងៗតាមបញ្ជារបស់គ្រូអាគមខ្មៅងងឹតនោះនាងច័ន្ទបានយំសោកអង្វរលោកគ្រូកែវឲ្យជួយរំដោះនាងចេញពីច្រវាក់អាគមខ្មៅនេះព្រោះនាងមិនចង់ធ្វើបាបអ្នកភូមិនិងក្មេងៗស្លូតបូតឡើយប៉ុន្តែសេចក្តីគំនុំនិងអំណាចអាគមដែលគេចងជាប់នឹងប្រលឹងនាងធ្វើឲ្យនាងមិនអាចគ្រប់គ្រងខ្លួនឯងបានលោកគ្រូកែវបានយល់យ៉ាងច្បាស់ពីសោកនាដកម្មនេះហើយបានសន្យាចំពោះមុខវិញ្ញាណនាងច័ន្ទថាលោកគ្រូនឹងរកវិធីរំដោះប្រលឹងនាងព្រមទាំងគំទេចអំណាចងឹតដែលនៅពីក្រោយខ្នងរឿងរ៉ាវទាំងនេះឲ្យអស់តតែបានសេចក្តីអាណិតអាសូរបានជ្រាបចូលក្នុងចិត្តលោកគ្រូកែវពេលឃើញវិញ្ញាណនាងច័ន្ទយំសោកសុំក្តីមេត្តាលោកគ្រូបានបញ្ជាឲ្យនាងរៀបចំជើងពៀនមុននិងដុតធូប9សរសៃនៅចំពោះមុខវិញ្ញាណដើម្បីរៀបចំពិធីផ្ទេរកុសលនិងបោះអាគមរំដោះច្រវាក់ប្រលឹងលោកគ្រូកែវបានអង្គុយពេនភ្នែនបិទភ្នែកតាំងសមាធិរួចចាប់ផ្ដើមសូត្រធម៌មហាករណានិងមន្តរំដោះគ្រោះយ៉ាងស្ងប់ស្ងាត់ពន្លឺពណ៌មាសនៃបារមីសិលបានចាប់ផ្ដើមភាយចេញពីរាងកាយលោកគ្រូកែវរមៀខ្លួនឆ្ពោះទៅរុំព័ទ្ធរូបរាងអរូបីរបស់នាងច័ន្ទខ្សែអាគមខ្មៅដែលចងភ្ជាប់ជើងនិងករបស់នាងបានចាប់ផ្ដើមឆាបឆេះរលាយបន្តិចម្ដងធ្វើឲ្យទឹកមុខពោពេញទៅដោយសេចក្តីគំនុំរបស់នាងប្រែជាស្រទន់និងមានស្នាមញញឹមឡើងវិញប៉ុន្តែនៅពេលដែលខ្សែអាគមខ្មៅចុងក្រោយចិត្តដាច់ស្រាប់តែមានសំឡេងផ្គរលាន់រញ្ជួយកណ្ដាលត្រៀតខ្យល់ខ្មៅងងឹតយ៉ាងសាហាវបានបុកបំបីបង្អួចផ្ទះឈើចាស់ចូលមកបំផ្លាញជើងពៀននិងពន្លត់ភ្លើងទៀនទាំងអស់កម្លាំងងងឹតដ៏មានអំណាចនិងពោពេញទៅដោយកំហឹងបានទាញយកប្រលឹងនាងច័ន្ទត្រឡប់ទៅវិញយ៉ាងរហ័សព្រមទាំងបន្សល់ទុកនៅសំឡេងក្រហមគំរាមកំហែងយ៉ាងរន្ធត់គ្រូសិលខ្សោយកុំចង់មកចេះដឹងរឿងអញបន្ទាប់ពីកម្លាំងងងឹតបានវាយប្រហារបំបាយពិធីរំដោះប្រលឹងនិងទាញយកវិញ្ញាណក្ខន្ធនាងច័ន្ទទៅវិញផ្ទះឈើចាស់ទាំងមូលបានធ្លាក់ក្នុងភាពស្ងប់ស្ងាត់រន្ធត់ជាថ្មីលោកគ្រូកែវមិនបងអង្គយូរឡើយលោកគ្រូបានដកយកផ្តិលសម្រិតបុរាណចេញពីថង់ស្ពាយរួចចាក់ទឹកអណ្ដូងស្អាតចូលនិងដុតទៀនជ័យស្រក់ចូលទៅក្នុងផ្ទៃទឹកដើម្បីធ្វើពិធីស្វែងរកប្រភពដើមនៃសម្លេងនិងធាតុអាក្រក់នោះ
លោកគ្រូកែវបានសូត្រគាថាបើកភ្នែកទឹករួចសម្លឹងមើលទៅក្នុងផ្ទៃទឹកមុនយ៉ាងស្ងៀមស្ងាត់រលកបានញ័ររន្ធត់មុននឹងបង្ហាញរូបភាពនៅក្នុងរូងភ្នំងងឹតមួយដែលពោរពេញទៅដោយរលាក្បាលមនុស្សនិងខ្សែអាគមពណ៌ក្រហមឆ្អិនឆ្អៅនៅក្នុងកណ្ដាលរូងភ្នំនោះមានបុរសចំណាស់ម្នាក់រាងកាយស្គមស្គៀងភ្នែកក្រហមដូចរូងភ្នំភ្លើងកំពុងអង្គុយតាំងសមាធិលើគំនរឆ្អឹងមនុស្សនោះគឺគ្រូអាគមដែលជាគ្រូមន្តអាគមខ្មៅដ៏សាហាវព្រៃផ្សៃនិងជាអតីតអ្នកស្វែងរកសិលដែលបានធ្លាក់ខ្លួនចូលក្នុងផ្លូវបិសាចតាមរយៈការមើលធ្លុះដោយបារមីសិលលោកគ្រូកែវបានដឹងពីបំណងអាក្រក់ទាំងស្រុងរបស់លោកគ្រូអាគមខ្មៅនោះគេកំពុងប្រមូលផ្ដុំប្រលឹងក្មេងៗស្លូតបូតនិងចិញ្ចឹមព្រីបិសាចដើម្បីរៀបចំពិធីអាគមខ្មៅ9ទេត្រីក្នុងគោលបំណងបង្កើនអំណាចបារមីងងឹតនិងស្វែងរកភាពអមតៈខណៈពេលដែលលោកគ្រូកែវកំពុងសម្លឹងមើលស្រាប់តែរូបភាពលោកគ្រូអាគមខ្មៅងងឹតនោះនៅក្នុងផ្ទៃទឹកមុនបានងាកមកសម្លឹងចំលោកគ្រូកែវវិញរួចសោចចំអកយ៉ាងគួរឲ្យញញើតបណ្ដាលឲ្យផ្ទៃសម្រិតប្រេះឆាជាពីរនិងទឹកមុនកំពុបពេញដីលោកគ្រូកែវបានដកដង្ហើមធំរួចបានប្រាប់នាងដោយទឹកមុខមើងមកថាសត្រូវយើងលើកនេះមិនមែនជាព្រាយបិសាចធម្មតាឡើយតែជាគ្រូអាគមខ្មៅងងឹតដែលមានមន្តអាគមខ្លាំងក្លាហើយសង្គ្រាមរវាងយើងនិងគេគឺកំពុងតែជិតផ្ទុះឡើងហើយនៅពេលដែលដឹងយ៉ាងច្បាស់ថាម្ចាស់នៃអំពើអាក្រក់គឺជាលោកគ្រូអូមដែលជាគ្រូមន្តអាគមខ្មៅដ៏មានអំណាចនិងសាហាវព្រៃផ្សៃលោកគ្រូកែវបានដឹងថាការប្រយុទ្ធខាងមុខនេះមិនមែនជារឿងងាយស្រួលឡើយលោកគ្រូបានប្រាប់នាងឲ្យដឹកនាំអ្នកភូមិប្រមូលផ្ដុំគ្នានៅកណ្ដាលវត្តអារាមរួចលោកគ្រូផ្ទាល់បានធ្វើដំណើរឡើងទៅកាន់ភ្នំព្រះដើម្បីរៀបចំខ្លួននិងសន្សំធាតុសិលនៅលើកំពូលភ្នំដ៏ខ្ពស់ស្កឹមស្កៃលោកគ្រូកែវបានចូលតាំងសមាធិយ៉ាងជ្រាលជ្រៅអស់រយៈពេល3ថ្ងៃ3យប់ដោយមិនបរិភោគអាហារឬទឹកឡើយលោកគ្រូបានអធិដ្ឋានសូបយកធាតុទាំង4គឺធាតុដីធាតុទឹកធាតុភ្លើងនិងធាតុខ្យល់ដើម្បីបង្កើនបារមីសិលនិងមន្តអាគមឲ្យដល់កម្រិតកំពូលក្នុងកំឡុងពេលនោះលោកគ្រូកែវបានរៀបចំគ្រឿងអាគមស័ក្តិសិទ្ធិជាច្រើនមានដូចជាទឹកមន្ត7អណ្ដូងជាទឹកមន្តដែលប្រមូលចេញពីអណ្ដូងបុរាណចំនួន7កន្លែងរួចសូត្រគាថាបញ្ចូលធាតុសិលសម្រាប់លាងជម្រះធាតុអាក្រក់និងដុតរំលាយអំណាចបិសាចហើយនឹងមានខ្សែអំបោះសិល9ពណ៌ត្រូវបានសូត្រមន្តចងភ្ជាប់ដោយបារមីព្រះធម៌សម្រាប់ប្រៀបដូចជាកំពែងដែកការពាររាងកាយនិងស្រុកភូមិនៅអាត្រិតនៅថ្ងៃទី3លោកគ្រូកែវបានបើកភ្នែកឡើងជាមួយនឹងពន្លឺទិព្វចែងចាំងក្នុងប្រស័យភ្នែកលោកគ្រូបានកាន់គ្រឿងអាគមទាំងប៉ុន្មានចុះពីលើភ្នំត្រឡប់មកកាន់ភូមិវិញដោយស្មារតីរឹងប៉ឹងលោកគ្រូបានចងខ្សែអំបោះសិលព័ទ្ធជុំវិញភូមិត្រពាំងកកទាំងមូលនិងចែករំលែកប្រាក់យ័ន្តការពារខ្លួនដល់អ្នកភូមិគ្រប់គ្នាដើម្បីត្រៀមខ្លួនប្រឈមមុខនឹងសង្គ្រាមអាគមដ៏រន្ធត់ដែលជិតមកដល់រាត្រីអាត្រិតនៃថ្ងៃពេញបូរមីខ្យល់ពុះកញ្ជ្រោបានបបោកយ៉ាងសាហាវនាំមកនៅពពកខ្មៅងងឹតបាំងបិទពន្លឺព្រះច័ន្ទពេញវងរហូតសូន្យឈឹងលោកគ្រូអូមដែលគំរាមកំហែងពីក្នុងរូងភ្នំបានចាប់ផ្ដើមបើកការវាយប្រហារជាទ្រង់ទ្រាយធំលើភូមិត្រពាំងកកសំឡេងសើចក្អាកក្អាយនិងសំឡេងស្រែកអំពាវនាវរន្ធត់ចិត្តពីវងព្រាយបិសាចរាប់រយបានបន្លឺឡើងពេញផ្ទៃមេឃពួកវាហោះចុះពីលើអាកាសដូចជារលកខ្មៅងងឹតសន្ទុះស្ទុះតម្រង់មកសោបស្ទុះតម្រង់មកក្រសោបយកភូមិទាំងមូលអ្នកភូមិត្រពាំងកកទាំងអស់ដែលប្រមូលផ្ដុំគ្នានៅកណ្ដាលវត្តអារាមបានរត់ជន់ជើងគ្នាដោយភាពភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែលោកគ្រូកែវដែលឈរកាន់កំបិត
គ្រូនៅមុខរោងពិធីមានទឹកមុខស្ងប់ស្ងាត់និងពោពេញទៅដោយស្មារតីលោកគ្រូបានលើកដៃឡើងលើរួចសូត្រគាថាដាស់ខ្សែអំបោះសិល9ពណ៌ដែលបានចងព័ទ្ធជុំវិញភូមិភ្លាមនោះរនាងអាគមពន្លឺសដ៏ភ្លឺចែងចាំងបានបញ្ចេញពីដីឡើងទៅលើអាកាសដូចជាកំពែងដែកទប់ការពារភូមិទាំងមូលរាល់ពេលដែលវងព្រាយបិសាចស្ទុះមកបុកត្រូវរនាងពន្លឺសនោះពួកវាក៏ត្រូវអណ្ដាតភ្លើងសិលឆាប់ឆេះរលាយបាត់ជារូបរាងកាយនិងសែកយំយ៉ាងវេទនាការវាយប្រហារលើទី1របស់លោកគ្រូអូមត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខរនាងសិលរបស់លោកគ្រូកែវប៉ុន្តែនៅពេលដែលវងព្រាយថយដៃស្រាប់តែមានរលកធាតុអាកាសអាក្រក់ពណ៌ខ្មៅមួយទៀតបានចូលមកតាមក្រោមដីយ៉ាងស្ងៀមស្ងាត់តម្រង់ទៅរកកូនសិស្សរបស់លោកគ្រូកែវគឺនាងនេះឯងខណៈពេលដែលអ្នកភូមិកំពុងអបអរសាទរចំពោះរនាងអាគមពន្លឺសដ៏ស័ក្តិសិទ្ធិស្រាប់តែខ្យល់ខ្មៅងងឹតដែលលូនតាមក្រោមដីបានផ្ទុះឡើងជាស្រមោលបិសាចស្ទុះចូលគ្រប់គ្រងរាងកាយរបស់នាងយ៉ាងរហ័សនាងបានស្រែកធ្ងោដោយការឈឺចាប់យ៉ាងខ្លាំងរាងកាយរបស់គេឡើងរឹងកំព្រឹសហើយកែវភ្នែករបស់គាត់ប្រែជាខ្មៅងងឹតសូន្យឈឹងគ្មានសល់ប្រស័យភ្នែកឡើយលោកគ្រូអូមបានប្រើប្រាស់មន្តអាគមខ្មៅពីចម្ងាយទាញយកព្រលឹងរបស់នាងចាក់ចេញពីរាងកាយហើយឃុំឃាំងទុកនៅក្នុងពិភពអរូបីងងឹតដើម្បីធ្វើជាចំណាប់ខ្មាំងបង្ខំឲ្យលោកគ្រូកែវបោះបង់ការប្រយុទ្ធរាងកាយរបស់នាងបានដួលសន្លប់ស្ដុកស្ដឹងលើដីគ្មានដង្ហើមនិងគ្មានចលនាជីវិតឡើយមានតែជាតិត្រជាក់ស្រៀបនៃសេចក្តីស្លាប់ដែលភាយចេញមកលោកគ្រូកែវបានស្ទុះទៅត្រកងកូនសិស្សស្មោះស្ម័គ្រដោយក្តីបារម្ភនិងសោកស្ដាយយ៉ាងខ្លាំងលោកគ្រូដឹងយ៉ាងច្បាស់ថាប្រសិនបើមិនអាចនាំយកព្រលឹងរបស់នាងត្រឡប់មកវិញក្នុងរយៈពេលត្រឹមតែ3ម៉ោងទេនោះរាងកាយរបស់នាងនឹងត្រូវស្លាប់បាត់បង់ជីវិតជារៀងរហូតហើយព្រលឹងនឹងត្រូវលោកគ្រូអូមយកទៅធ្វើជាបិសាចបំរើដោយមិនរងចាំយូរលោកគ្រូកែវបានបញ្ជាឲ្យអ្នកភូមិជួយការពាររាងកាយរបស់នាងនិងរៀបចំពិធីតាំងសមាធិបញ្ចេញព្រលឹងភ្លាមដើម្បីសង្គ្រោះជីវិតកូនសិស្សស្មោះស្ម័គ្រលោកគ្រូកែវបានសម្រេចចិត្តប្រើប្រាស់មន្តបញ្ចេញព្រលឹងដែលជាវិជ្ជាអាគមដ៏គ្រោះថ្នាក់បំផុតលោកគ្រូបានចងខ្សែអំបោះសិល9ពណ៌ជាប់នឹងកដៃរបស់ខ្លួននិងនាងរួចផ្ដាំផ្ញើអ្នកភូមិយ៉ាងមើងម៉ាត់ថាដាច់ខាតកុំឲ្យភ្លើងទៀនជ័យរលត់និងកុំឲ្យនរណាម្នាក់ប៉ះពាល់រាងកាយពួកខ្ញុំឲ្យសោះប្រសិនបើភ្លើងទៀនរលត់ព្រលឹងខ្ញុំនឹងមិនអាចត្រឡប់មកវិញបានឡើយលោកគ្រូកែវបានអង្គុយពេនភ្នែនបិទភ្នែកតាំងសមាធិយ៉ាងជ្រាលជ្រៅរួចសូត្រមន្តដកព្រលឹងចាក់ចេញពីរាងកាយភ្លាមនោះព្រលឹងអរូបីរបស់លោកគ្រូកែវបានធ្លាក់ចូលទៅក្នុងពិភពអរូបីងងឹតនិងមានសំឡេងស្រែកយំល្វើយពីវិញ្ញាណអរូបីជាច្រើនដោយសារបារមីសិលនិងពន្លឺនៃកំបិតគ្រូលោកគ្រូកែវបានដើរកាត់ស្រមោលអាក្រក់ទាំងឡាយរហូតបានឃើញព្រលឹងរបស់នាងត្រូវខ្សែអាគមខ្មៅចងជាប់នឹងសសរឆ្អឹងមនុស្សកណ្ដាលវាលពិភពងងឹតប៉ុន្តែនៅពេលដែលលោកគ្រូកែវស្ទុះទៅជួយរូបរាងអរូបីរបស់លោកគ្រូអូមបានលេចឡើងរារាំងផ្លូវជាមួយនឹងស្នាមញញឹមគួរឲ្យញញើតអាគ្រូសិលក្មេងឯងហ៊ានលះបង់ជីវិតចូលមកដល់ទីនេះផងថ្ងៃនេះពិភពងងឹតនេះនឹងក្លាយជាភ្នូររបស់ឯងនិងកូនសិស្សឯងហើយកណ្ដាលលំហអាកាសដ៏ត្រជាក់នៃពិភពអរូបីលោកគ្រូកែវបានលើកកាំបិតគ្រូទឹកដែលបញ្ចេញពន្លឺពណ៌មាសចែងចាំងតតាំងជាមួយនឹងឈើច្រត់លលាក្បាលរបស់លោកគ្រូអូមដែលភាយចេញនៅអាប់ខ្មៅពោពេញទៅដោយពឹសអាគមការតស៊ូទល់មុខគ្នារវាងអំណាចបារមីសិលនិងមន្តអាគមខ្មៅបានធ្វើឲ្យផ្ទៃមេឃក្នុងភាពងងឹតរំជួយយ៉ាងខ្លាំងលោកគ្រូអូមបានសូត្រគាថាដាស់វងព្រាយបិសាចរាប់សិបឲ្យស្ទុះចូលមក
ចោមរោមវាយប្រហារលោកគ្រូកែវពីគ្រប់ទិសទីប៉ុន្តែលោកគ្រូកែវបានតាំងស្មារតីយ៉ាងរឹងប៉ឹងរួចបោះទឹកមុន7អណ្ដូងបាច់សាច់ពេញលំហអាកាសដំណក់ទឹកមុនបានប្រែជាចរន្តពន្លឺសិលដុតរំលាយវងព្រីបិសាចឲ្យប្រែជាស្មៅរលត់បាត់បង់រូបរាងកាយបាត់ឈឹងគណៈពេលដែលលោកគ្រូអូមផ្លត់ស្នៀតលោកគ្រូកែវបានស្ទុះសម្ដៅទៅកាត់ផ្ដាច់ខ្សែអាគមខ្មៅដែលចងភ្ជាប់ព្រលឹងរបស់នាងរួចប្រគល់ប្រាក់យ័ន្តការពារខ្លួនឲ្យទៅកូនសិស្សដើម្បីពង្រឹងកម្លាំងព្រលឹងឡើងវិញដោយឃើញផែនការត្រូវបរាជ័យលោកគ្រូអូមបានស្រែកធ្ងោដោយកំហឹងរួចបញ្ចេញមន្តអាគមខ្មៅចុងក្រោយបង្កើតជារលកស្រមោលបិសាចយក្សស្ទុះមកត្របាក់យកព្រលឹងទាំងពីរលោកគ្រូកែវបានប្រើប្រាស់កម្លាំងបារមីទាំងអស់លើករនាងពន្លឺសិលការពាររួចចាប់ដៃនាងទាញតាមខ្សែអំបោះសិល9ពណ៌ដើម្បីស្ទុះរត់ចេញពីពិភពអរូបីងងឹតនោះត្រឡប់មកកាន់ពិភពមនុស្សវិញយ៉ាងប្រញាប់ប្រញាល់ខណៈពេលដែលស្រមោលបិសាចរៀបនឹងត្របាក់លេបព្រលឹងអ្នកទាំងពីរព្រលឹងលោកគ្រូកែវនិងនាងបានប្រញាប់ប្រញាល់តោងតាមពន្លឺនៃខ្សែអំបោះសិល9ពណ៌នោះស្ទុះហោះកាត់អាប់ខ្មៅយ៉ាងលឿនស្លេវចំណែកឯនៅកន្លែងពិធីវិញពន្លឺភ្លើងទៀនជ័យកំពុងតែរេញ័ររៀបនឹងរលត់ខណៈដែលអ្នកភូមិកំពុងបួងសួងទាំងភ័យរន្ធត់មួយរំពេចនោះលោកគ្រូកែវនិងនាងបានបើកភ្នែកឡើងព្រមគ្នាព្រមទាំងដកដង្ហើមធំស្រូបយកខ្យល់អាកាសព្រលឹងរបស់នាងបានចូលសន្ធិដ្ឋក្នុងរូបរាងកាយវិញដោយសុវត្ថិភាពហើយស្មារតីរបស់គេក៏បានវិលត្រឡប់មកប្រក្រតីដូចដើមវិញប៉ុន្តែសេចក្តីស្ងប់ស្ងាត់មានត្រឹមតែមួយផ្លែតប៉ុណ្ណោះកំហឹងរបស់លោកគ្រូអូមបានជះឥទ្ធិពលយ៉ាងសាហាវមកដល់អ្នកភូមិសំឡេងផ្ទុះយ៉ាងកក្រើករំជួយបានបន្លឺឡើងនៅខាងក្រៅរនាងអាគមកម្លាំងខ្មៅងងឹតដែលដេញតាមព្រលឹងអ្នកទាំងពីរបានមកបុកផ្ទុកនឹងកំពែងសិលយ៉ាងពេញទំហឹងបន្តជាផ្កាភ្លើងសិលបាច់សាច់ពេញផ្ទៃមេឃមុននឹងរលាយបាត់ទៅក្នុងអាកាសរួមជាមួយនឹងសំឡេងក្រហមគំរាមយ៉ាងក្ដុងក្ដាំងនាងបានក្រាបថ្វាយបង្គំអរគុណលោកគ្រូកែវទាំងទឹកភ្នែកដែលបានបដូរជីវិតចូលទៅជួយសង្គ្រោះខ្លួនពីរណ្ដៅមច្ចរាជលោកគ្រូកែវបានលើកដៃស្ទាបក្បាលកូនសិស្សរួចក្រោកឈរឡើងដោយទឹកមុខមុតមាំលោកគ្រូបានប្រកាសប្រាប់អ្នកភូមិថាការរងចាំទប់ទល់នៅទីនេះលែងជាជំរើសល្អទៀតហើយព្រោះពិធីអាគមខ្មៅ9រាត្រីរបស់គ្រូអូមជិតដល់ពេលសម្រេចអំណាចហើយបើមិនទៅបិទបញ្ចប់ប្រភពដើមដល់កន្លែងទេភូមិត្រពាំងកងនឹងត្រូវវិនាសគ្មានសល់ឡើយដោយភាពក្លាហាននិងការបដិញ្ញាចិត្តខ្ពស់លោកគ្រូកែវបានប្រមូលយកកាំបិតគ្រូខ្សែចំណងព្រលឹងនិងទឹកមុន7អណ្ដូងយកមកស្ពាយចាប់ខ្លួនរួចហៅនាងឲ្យត្រៀមខ្លួនចេញប្រយុទ្ធលោកគ្រូបានបញ្ជាឲ្យអ្នកភូមិទាំងអស់សំងំលាក់ខ្លួននៅក្នុងរនាងខ្សែអំបោះសិលយ៉ាងស្ងៀមស្ងាត់រួចគ្រូនិងសិស្សទាំងពីរនាក់ក៏បានបោះជំហានទៅក្នុងភាពងងឹតឆ្ពោះទៅកាន់រូងភ្នំមរណៈដែលជាសម្បុករបស់គ្រូអូមដើម្បីកាត់ក្តីសង្គ្រាមរវាងអាគមមួយនេះឲ្យដាច់ស្រេចផ្លូវឆ្ពោះទៅកាន់រូងភ្នំមរណៈពោពេញទៅដោយអាប់ខ្មៅត្រជាក់និងក្លិនស្អុយរលួយនៃសាកសពលោកគ្រូកែវនិងនាងបានបោះជំហានយ៉ាងប្រុងប្រយ័ត្នកាត់ព្រៃឈើដែលងាប់ស្ងួតគ្មានស្លឹកគឺតាមផ្លូវមានវងព្រាយជាច្រើនបានព្យាយាមស្ទុះមកលងបន្លាចនិងរារាំងប៉ុន្តែត្រូវជួបនឹងពន្លឺកាំបិតគ្រូនិងទឹកមុន7អណ្ដូងរបស់លោកគ្រូកែវឆាបឆេះរលាយបាត់ទៅវិញជាបន្តបន្ទាប់នៅពេលចូលទៅដល់មាត់រូងភ្នំក្លិនឈាមនិងធាតុអាកាសអាក្រក់បានភាយចេញមកយ៉ាងខ្លាំងក្លានៅកណ្ដាលរូងភ្នំដ៏ធំល្វឹងល្វើយមានអាសនៈអាគមខ្មៅដែលរៀបចំឡើងដោយទូលាក្បាលមនុស្សនិងមានខ្សែយ័ន្តក្រហមចងខ្វាត់ខ្វែងក្មេងៗដែលត្រូវគេចាប់ពង្រត់មកត្រូវបានឃុំឃាំងក្នុងរង្វង់អាគមខ្មៅនោះទាំងសន្លប់ស្ដុកស្ដឹងរងចាំការបូជា
ក្នុងពិធីអាគមខ្មៅ9រាត្រីនៅខាងមុខអាសនៈលោកគ្រូអូមកំពុងអង្គុយតាំងសមាធិលើគំនរឆ្អឹងជាមួយនឹងពន្លឺភ្នែកក្រហមឆ្អិនឆ្អៅគេបានបើកភ្នែកឡើងរួចសោចយ៉ាងគួរឲ្យញញើតគ្រូសិលល្ងងឯងដើរចូលមកដល់សម្បុកមិនជ្រាបដោយខ្លួនឯងទេយប់នេះជាយប់ទី9អំណាចអាគមរបស់អញនឹងសម្រេចឲ្យប្រលឹងពួកឯងទាំងអស់គ្នានឹងក្លាយជាចំណីអាសនៈរបស់អញលោកគ្រូកែវមិនមានភាពភ័យខ្លាចឡើយលោកគ្រូបានដកកំបិតគ្រូឡើងបញ្ចេញពន្លឺសិលចែងចាំងបំភ្លឺរំភ្នំងងឹតរួចស្រែកតបវិញដោយសំឡេងមើងមាត់ថាអំពើអាក្រក់ដែលឯងបានសាងនឹងត្រូវបញ្ចប់នៅរាត្រីនេះសង្គ្រាមអាគមខ្មៅបានផ្ទុះឡើងយ៉ាងសាហាវនៅក្នុងរូងភ្នំមរណៈលោកគ្រូអូមបានចង្អុលឈើច្រត់លាក្បាលបញ្ចេញអាគមខ្មៅនិងវងបិសាចស្រមោលរាប់រយស្ទុះចូលមកប្រហារលោកគ្រូកែវពីគ្រប់ទិសទីលោកគ្រូកែវបានបញ្ជាឲ្យនាងប្រញាប់ប្រញាល់ស្ទុះទៅកាន់ខ្សែយន្តអាគមដើម្បីរំដោះក្មេងៗដែលសន្លប់ស្ដុកស្ដឹងចេញពីរង្វង់បូជាខណៈដែលលោកគ្រូផ្ទាល់ឈរទប់ទល់នឹងការវាយប្រហារយ៉ាងសាហាវរបស់លោកគ្រូអូមលោកគ្រូកែវបានបោះខ្សែចំណងប្រលឹងរុំព័ទ្ធជុំវិញរូងភ្នំរួចចាក់ទឹកមុន7អណ្ដូងទៅលើដីជាកំពែងភ្លើងសិលឆាប់ឆេះរំលាយមុនអាគមខ្មៅនិងវងបិសាចទាំងឡាយឲ្យคล้ายជាផេះផង់ដោយឃើញអំណាចអាគមរបស់ខ្លួនត្រូវបំផ្លាញលោកគ្រូអូមបានស្រែកធ្ងោដោយកំហឹងរួចស្ទុះមកប្រយុទ្ធផ្ទាល់ដៃជាមួយនឹងលោកគ្រូកែវក្នុងខណៈពេលដែលលោកគ្រូអូមផ្លត់ស្នៀតលោកគ្រូកែវបានសូត្រគាថាដាស់បារមីសិលដល់កម្រិតកម្ពូលរួចបោះកំបិតគ្រូទឹកសំដៅទៅដោតចំទ្រូងរបស់លោកគ្រូអូមនិងកាត់ផ្ដាច់ឈើច្រត់ដលាក្បាលជា3កំណាត់ហើយលោកគ្រូកែវបាននិយាយប្រាប់លោកគ្រូអូមថាអំពើបាបដែលឯងបានសាងត្រូវសងដោយផលកម្មខ្លួនឯងទេសំឡេងស្រែករន្ធត់របស់លោកគ្រូអូមបានបន្លឺឡើងពេញរូងភ្នំខណៈដែលរាងកាយងឹតរបស់គេចាប់ផ្ដើមឆាប់ឆេះដោយអណ្ដាតភ្លើងកម្មផលរលាយបាត់រូបរាងកាយនិងប្រលឹងជារៀងរហូតអាសនៈអាគមខ្មៅទាំងអស់ត្រូវបានកំទេចគ្មានសល់ហើយប្រលឹងរបស់នាងច័ន្ទព្រមទាំងវិញ្ញាណផ្សេងទៀតក៏ត្រូវទទួលបានការរំដោះហោះទៅកាន់សុគតិភពដោយស្នាមញញឹមលោកគ្រូកែវនិងនាងបាននាំយកក្មេងៗទាំងអស់ត្រឡប់មកកាន់ភូមិត្រពាំងកកវិញដោយសុវត្ថិភាពពន្លឺព្រះអាទិត្យអរុណរះនៃថ្ងៃថ្មីបានចែងចាំងរំលាយអាប់ខ្មៅងងឹតដែលធ្លាប់តែគ្រប់ដណ្ដប់លើភូមិអ្នកភូមិទាំងអស់បានសំពះថ្លែងអំណរគុណដល់លោកគ្រូកែវនិងនាងដោយក្តីរំភើបនិងទឹកភ្នែកហូរភូមិត្រពាំងកកបានវិលត្រឡប់មកជួបនឹងភាពស្ងប់ស្ងាត់សន្តិភាពនិងស្នាមញញឹមជាថ្មីម្ដងទៀតហើយឈ្មោះរបស់លោកគ្រូកែវត្រូវបានចាក់រឹកទុកជាវីរបុរសអ្នករំដោះគ្រោះក្នុងបេះដូងអ្នកភូមិជារៀងរហូតបាទជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់អ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ពីដំបូងរហូតដល់ចប់បាទសូមសំណាងល្អពេញមួយជីវិតសូមអរគុណជួបគ្នានៅអេពីសូតក្រោយបាទ